លោកស្រីអ្នកនាងកញ្ញាទូរទស្សនិកជនជាទីគោរពដើម្បីចូលរួមអបអរសាទរទិវាឧទ្យានុរក្សពិភពលោកថ្ងៃទី31កក្កដាថ្ងៃនេះយើងខ្ញុំបានរៀបចំកិច្ចពិភាក្សាពិសេសមួយដោយមានវាគ្មិនពាក់ព័ន្ធចំនួន3រូបចូលរួមក្នុងនោះមានឯកឧត្តមខ្វៃអតីតជាអនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថានលោកលៀងប៊ុនណារីជាភ្នាក់ងារល្បាតសហគមន៍នៅដែនជម្រកសត្វព្រៃព្រែកប្រសពនៅខេត្តក្រចេះចានិងកញ្ញាជ្រក់សៅកញ្ញាគឺជាភ្នាក់ងារល្បាតសហគមន៍ក្នុងដែនជម្រកសត្វព្រៃស្រែពកហើយកញ្ញាក៏ប្រចាំការនៅទីស្នាក់ការណាំរ៉ានផងដែរនាងខ្ញុំសូមជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបដែរថាកញ្ញាគឺជាជនជាតិដើមភាគតិចពូនងដែលរស់នៅខេត្តមណ្ឌលគិរីចានាងខ្ញុំសូមជម្រាបសួរកញ្ញាលោកនិងឯកឧត្តមចាលោកអ្នកនាងទូរទស្សនិកជនជាទីគោរពនាងខ្ញុំសូមជម្រាបជូនលោកអ្នកឲ្យបានជ្រាបដែរថាទិវាឧទ្យានុរក្សពិភពលោកបានប្រារព្ធឡើងកាលពីឆ្នាំ2007ហើយបានធ្វើទៅជារៀងរាល់ឆ្នាំហើយប្រទេសកម្ពុជាយើងបានប្រារព្ធទិវានេះតាំងពីឆ្នាំ2017រហូតមកដល់បច្ចុប្បន្ននេះនាងខ្ញុំថ្ងៃនេះបានអញ្ជើញវាគ្មិនទាំង3រូបមកកាន់ស្ទូឌីយោរបស់យើងដើម្បីជម្រាបជូនលោកអ្នកនាងឲ្យបានជ្រាបថាតើទិវាឧទ្យានុរក្សពិភពលោកមានអត្ថន័យយ៉ាងដូចម្តេចហើយកត្តាអ្វីខ្លះដែលប្រទេសកម្ពុជាយើងប្រារព្ធទិវានេះហើយវាគ្មិនតែជាមន្ត្រីឧទ្យានុរក្សទាំងពីររូបនឹងបែងចែកនៅចែករំលែកនៅបទពិសោធន៍ជូនដល់ទូរទស្សនិកជនថាតើការល្បាតចូលទៅព្រៃជ្រៅជួបប្រទះបញ្ហាអ្វីខ្លះសប្បាយយ៉ាងដូចម្តេចហើយទុក្ខសោកយ៉ាងដូចម្តេចខ្លះចាលោកទាំងពីរនឹងជម្រាបជូនលោកអ្នកនាងឲ្យបានជ្រាបសូមអញ្ជើញលោកអ្នកនាងតាមដានទស្សនាកិច្ចពិភាក្សារបស់យើងខ្ញុំដូចតទៅចាឯកឧត្តមខ្វែអតីតជាចាសូមស្វាគមន៍ឯកឧត្តមដែលបានមកកាន់ស្ទូឌីយោរបស់យើងនៅក្នុងថ្ងៃនេះជាដំបូងនេះខ្ញុំសូមអញ្ជើញឯកឧត្តមជួយបកស្រាយជូនទូរទស្សនិកជនឲ្យបានជ្រាបថាតើទិវាឧទ្យានុរក្សពិភពលោកមានអត្ថន័យយ៉ាងដូចម្តេចហើយកត្តាអ្វីខ្លះដែលធ្វើឲ្យប្រទេសកម្ពុជាយើងប្រារព្ធទិវានេះដែរចា៎បាទសូមអរគុណយើងឃើញថាពិភពលោកបានចាត់ទុកមន្ត្រីឧទ្យានុរក្សគឺជាឆ្មាំការពារធនធានធម្មជាតិដ៏សំខាន់នៅលើពិភពលោកនេះធនធានធម្មជាតិបានកំពុងផ្ដល់សារៈសំខាន់ទៅដល់មនុស្សជាតិខ្ញុំលើកឡើងពីមនុស្សជាតិគឺមានទាំងមនុស្សទាំងសត្វជីវៈចម្រុះគ្រប់ប្រភេទហ្នឹងគឺស្ថិតនៅក្នុងតំបន់ការពារធម្មជាតិនឹងឯងអញ្ចឹងធនធានធម្មជាតិនេះផ្ដល់សារៈសំខាន់យ៉ាងដូចម្តេចទី1គឺការជាជំរកសម្រាប់ការរស់នៅរបស់មនុស្សសត្វសម្រាប់ការរកស៊ីការចិញ្ចឹមជីវិតរបស់ពួកគាត់យ៉ាងគាត់មុតទី2គឺការរក្សាបាននៅធនធានទឹកសម្រាប់ការប្រើប្រាស់នៅលើជុំវិញពិភពលោកនេះទី3គឺគាត់ចូលរួមកាត់បន្ថយនឹងថាកម្ដៅឬក៏ការប្រែប្រួលអាកាសធាតុទី4គឺគាត់ផ្ដល់នៅមិនមែនតែត្រឹមជាជំរកទេចំណូលសម្រាប់សេដ្ឋកិច្ចមូលដ្ឋានប៉ុន្តែប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ការពារក៏ដូចជានៅក្នុងតំបន់ការពារជាពិសេសនៅក្នុងប្រទេសកម្ពុជាយើងគឺសហគមន៍តំបន់ការពារធម្មជាតិនឹងស្ថិតនៅក្នុងតំបន់ធនធានធម្មជាតិរបស់យើងតែម្ដងអញ្ចឹងហើយគាត់អាចរកចំណូលបានតាមរយៈការទទួលបាននៅអនុផលបន្លែព្រៃផ្លែឈើឬក៏ហៅថាសន្តិសុខស្បៀងសម្រាប់ចិញ្ចឹមជីវិតហើយសល់ប្រមាណគាត់អាចរកចំណូលយកទៅលក់នៅតាមទីផ្សារថែមទៀតប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះគឺគាត់ទាញយកប្រយោជន៍ចេញពីគេហៅថាគោលដៅលំហែបៃតងពីព្រោះតំបន់ការពារធម្មជាតិនោះគឺមានទេសភាពស្អាតមានព្រៃឈើមានដើមឈើមានសត្វព្រៃដែលតាក់ទាញឲ្យអ្នកទេសចរទៅកំសាន្តលំហែនៅទីនោះអញ្ចឹងប្រជាសហគមន៍របស់យើងក៏អាចទាញយកចំណូលពីទីនោះបានហើយមួយទៀតគឺការបង្កើនសេដ្ឋកិច្ចនេះតាមរយៈការបម្រើនៅសេវាកម្មទេសចរធម្មជាតិដែលគាត់អាចរកចំណូលនេះសេដ្ឋកិច្ចមួយទៀតគឺសេដ្ឋកិច្ចជាតិការរក្សាបាននៅធនធានធម្មជាតិនេះគឺយើងអាចរកចំណូលតាមរយៈការធ្វើអនុទានកាបូនដែលយើងអាចស្រូបយកថវិកាពីពិភពលោកមកដើម្បីធ្វើការអភិវឌ្ឍការពារព្រៃនិងលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ចា៎អញ្ចឹងហើយយើងឃើញថាធនធានធម្មជាតិដែលឈរនេះតើអ្នកណាគេជាអ្នកការពារអ្នកណាចូលរួមចា៎អញ្ចឹងយើងឃើញតួអង្គសំខាន់មួយគឺមន្ត្រីឧទ្យានុរក្សរបស់យើងដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហានការពារសម្បត្តិវប្បធម៌
បាទពីព្រោះព្រៃឈើនេះវាយូរវាមានអាយុកាលបាទអញ្ចឹងយើងហៅសម្បត្តិវប្បធម៌ហើយនឹងជាបេតិកភណ្ឌធម្មជាតិរបស់យើងផងដែរពីព្រោះដូចខ្ញុំបានលើកឡើងចឹងសារៈសំខាន់ច្រើនណាស់ដែលយើងមិនអាចរៀបរាប់អស់ទេបាទអញ្ចឹងមន្ត្រីឧទ្យានុរក្សនេះគាត់លះបង់ពេលវេលាគ្រួសារហើយនឹងការប្រឈមផ្សេងនឹងជួនកាលដល់អាយុជីវិតថែមទៀតបាទទាំងរដូវប្រាំងរដូវវស្សាបាទមកនៅស្រុកខ្លះដែលមានធ្លាក់ទឹកកកទៅប្រឈមជាមួយនឹងទឹកកកថែមទៀតបាទអញ្ចឹងហើយពិភពលោកបានកំណត់យកថ្ងៃទី31ខែកក្កដាចាប់តាំងពីឆ្នាំ2007មកប្រពៃទិវាឧទ្យានុរក្សនេះដើម្បីមាន2ទី1ក្នុងគោលបំណង2ទី1គឺយើងបង្ហាញអំពីបេសកកម្មរបស់លោកពីរំលឹកដល់គុណតម្លៃរបស់មន្ត្រីឧទ្យានុរក្សទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តអាយុជីវិតដើម្បីបបផែតធនធានធម្មជាតិនិងបរិស្ថាននេះឯងបាទទី2យើងបង្កើននៅការយល់ដឹងការគ្រប់គ្រងបន្ថែមទៀតទៅដល់មន្ត្រីឧទ្យានុរក្សយើងដែលបានចូលរួមចំណែកក្នុងការពារធនធានធម្មជាតិផងនិងចូលរួមបង្កើននៅចំណេះដឹងដើម្បីឲ្យបង្កើនការស្រឡាញ់ធនធានធម្មជាតិដល់សាធារណជនបន្ថែមទៀតដើម្បីទាំងអស់គ្នាចូលរួមការពារកាន់តែប្រសើរនៅសម្បត្តិធម្មជាតិរបស់យើងព្រៃឈើរបស់យើងសត្វព្រៃរបស់យើងនេះចាសូមអរគុណចំពោះភាសាបកស្រាយរបស់អាយដាមនៅក្នុងឆ្នាំ2026នេះតើទិវាឧទ្យានុរក្សពិភពលោកនេះយើងប្រារព្ធនៅទីណានៅក្នុងប្រទេសកម្ពុជាយើងអាយដាមបាទនៅក្នុងឆ្នាំ2026នេះគឺនៅថ្ងៃទី31ខែកក្កដាឆ្នាំ2026រាជរដ្ឋាភិបាលកម្ពុជាហើយក្នុងនោះគឺមានក្រសួងបរិស្ថានដែលជាសេនាធិការយើងនឹងប្រារព្ធធ្វើឡើងនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំហើយសូមបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាយើងប្រារព្ធទិវាឧទ្យានុរក្សនេះតាំងពីឆ្នាំ2017មកអញ្ចឹងជារៀងរាល់ឆ្នាំយើងតែងតែមានពិធីជួបជុំដើម្បីរំលឹកដល់ស្នាដៃក៏ដូចជាការផ្សារភ្ជាប់និងសារអប់រំជំរុញបង្កើននៅការស្រឡាញ់ភាពស្អាតភាពបៃតងនិងការរស់នៅសម្រាប់ប្រជាសហគមន៍ឬក៏ការរស់នៅការថែរក្សាអភិរក្សនេះប្រកបដោយចីរភាពបាទផងដែរអញ្ចឹងហើយបានជាយើងរៀបចំឆ្នាំនេះជាពិសេសថែមទៀតដើម្បីប្រមូលផ្ដុំដែលស្ថិតនៅក្នុងគេហៅតំបន់ព្រៃឡង់នេះដែលជាតំបន់ព្រៃដ៏សំខាន់ដែលយើងត្រូវការពារនិងអភិរក្សដើម្បីកូនចៅយើងជំនាន់ក្រោយចាហេតុអ្វីបានជាយើងជ្រើសរើសយកព្រៃឡង់អាយដាមព្រោះអីការពារអភិរក្សគឺទៅតែធ្វើនៅគ្រប់ទីព្រៃទាំងអស់របស់ប្រទេសកម្ពុជាយើងបាទយើងធ្វើជារៀងរាល់ឆ្នាំទៅតាមតំបន់ខេត្តនីមួយៗចាបាទកាលពីឆ្នាំកន្លងទៅនោះយើងធ្វើនៅកែបតំបន់គេហៅតំបន់ឆ្នេរចាហើយឆ្នាំ2025យើងធ្វើនៅមណ្ឌលគិរីនៅកែសីមាជាដែនជម្រកសត្វព្រៃនៅកែសីមាហើយឆ្នាំនេះយើងជ្រើសរើសយកខេត្តកំពង់ធំជាតំបន់ព្រៃដូចគ្នាគឺដែនជម្រកសត្វព្រៃព្រៃឡង់ដែនជម្រកសត្វព្រៃព្រៃឡង់នេះគឺមានភូមិសាស្ត្រជាប់នឹងខេត្តចំនួន4ខេត្តកំពង់ធំព្រះវិហារក្រចេះនិងស្ទឹងត្រែងចាហើយដែលជាជម្រកសត្វព្រៃដ៏សំខាន់មួយរបស់ប្រទេសកម្ពុជារបស់យើងហើយដែនជម្រកនេះគឺមានធនធានជីវៈចម្រុះមានទាំងសត្វកម្រដែលយើងបានរកឃើញកាលពីថ្មីនេះដូចជាដំរីអាស៊ីដែលស្ថិតនៅក្នុងតំបន់ព្រៃឡង់នេះដែលត្រូវការពារអភិរក្សអញ្ចឹងការប្រារព្ធទិវាឧទ្យានុរក្សនៅតាមតំបន់ការពារនីមួយៗមិនមែនជារឿងចៃដន្យទេគឺយើងត្រូវតែផ្សារភ្ជាប់ទៅនឹងធនធានធម្មជាតិនៅទីនោះផងផ្សារភ្ជាប់ទៅនឹងសក្តានុពលដែលគេហៅថាដែលយើងអាចទាញប្រយោជន៍សម្រាប់ប្រទេសជាតិរបស់យើងហើយជំរុញឲ្យមានការពារកាន់តែប្រសើរថែមទៀតបាទព្រៃឡង់របស់យើងនេះគឺយើងមានទំហំធំហើយយើងកំពុងតែមានការពារពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសមន្ត្រីឧទ្យានុរក្សរបស់យើងសហការជាមួយនឹងវិជាការដ្ឋាននៃខេត្តជុំវិញនឹងហើយនឹងជាពិសេសជាមួយសហគមន៍តំបន់ការពារធម្មជាតិដែលគាត់ជារនាំងការពារមួយសម្រាប់ឲ្យតំបន់ព្រៃនឹងមានការលូតលាស់ការមានភាពបៃតងសម្រាប់អនាគតកូនចៅគាត់តទៅមុខទៀតបាទអញ្ចឹងហើយយើង
រៀបចំឆ្នាំនេះយើងចង់បង្កើនបន្ថែមទៀតឲ្យមានការចូលរួមកាន់តែប្រសើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញព្រៃឡង់ផងក៏ដូចជាសាធារណជនទូទៅងាកមកចាប់អារម្មណ៍ទៅលើការជំរុញការការពាររួមគ្នាដើម្បីបង្កើនភាពបៃតងនៅតំបន់ព្រៃឡង់ថែមទៀតដូច្នេះនៅក្នុងទិវានេះក្រៅពីក្រុមគោលដៅសហគមន៍ជុំវិញតំបន់នេះអ្នកពីចម្ងាយក៏អាចចូលរួមបានដែរបាទយើងផ្សព្វផ្សាយតាមរយៈទិវាយើងធ្វើនឹងប៉ុន្តែអ្វីដែលសារយើងចង់បញ្ជូនយើងបញ្ជូនទៅសាធារណជនទូទៅថាឧស្សាហនរៈរបស់យើងបានលះបង់អ្វីខ្លះនៅក្នុងបបផែនការពារបរិស្ថានទុនធានធម្មជាតិទី2ថាតើធនធានធម្មជាតិនឹងមានសារៈសំខាន់យ៉ាងណាសម្រាប់ការរស់នៅសម្រាប់សេដ្ឋកិច្ចមូលដ្ឋានក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងបាទនេះគឺយើងចង់ផ្ញើសារហើយជំរុញឲ្យមានការចូលរួមកាន់តែប្រសើរក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិរបស់យើងផងដែរចាសូមអរគុណឯកឧត្តមចាឥឡូវនេះនាងខ្ញុំសូមជម្រាបសួរមន្ត្រីឧស្សាហនរៈរបស់យើងទាំងពីររូបវិញម្ដងចាក្នុងនាមលោកនិងកញ្ញាដែលជាមន្ត្រីឧស្សាហនរៈនៅពេលដែលបានស្ដាប់ប្រសាសន៍បកស្រាយរបស់ឯកឧត្តមខ្មែរអាទិត្យចាហើយតកតទៅនឹងការប្រារព្ធទិវាឧស្សាហនរៈពិភពលោកនេះតើលោកនិងកញ្ញាមានអារម្មណ៍យ៉ាងដូចម្តេចដែរចាសូមជិញលោកមួយការរំលឹកនៅទិវាឧស្សាហនរៈពិភពលោក31កក្កដានេះខ្ញុំបាទមានអារម្មណ៍ថារំភើបនិងមានមោទនភាពចំពោះកិច្ចការងារដែលខ្ញុំបានធ្វើឡើងកន្លងមកដោយធ្វើឲ្យមានការយកចិត្តទុកដាក់ហើយបានបង្កើតជាមានទិវាឧស្សាហនរៈនេះឡើងដើម្បីលើកទឹកចិត្តដល់ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយនិងរំភើបចាលោកចូលធ្វើការងារក្នុងកិច្ចការពារព្រៃឈើធនធានធម្មជាតិតាំងពីឆ្នាំណាមកបាទខ្ញុំបានចូលបម្រើការងារជាមន្ត្រីឧស្សាហនរៈនេះគឺចាប់តាំងពីឆ្នាំ2017រហូតដល់បច្ចុប្បន្នចាចុះចំពោះកញ្ញាវិញសម្រាប់ខ្ញុំមានមោទនភាពហើយសប្បាយខ្លាំងហើយក៏មិនដែលឃើញកម្មវិធីនេះចាលើកទី1ចាហើយបងអូនអាចនឹងទៅចូលរួមជាមួយឯកឧត្តមនៅតំបន់ព្រៃឡង់ទេនៅក្នុងឆ្នាំនេះបែរជាមានភារកិច្ចមានភារកិច្ចបែរអាចចាចូលនៅក្នុងសហគមន៍ចូលរួមក្នុងសហគមន៍របស់បងអូនចាហើយបងអូនចូលបម្រើការងារនេះតាំងពីឆ្នាំណាមកនេះខ្ញុំចូលបម្រើការងារនេះក្នុងឆ្នាំ2025ហើយដល់បច្ចុប្បន្ន2025ឥឡូវ26បានរយៈពេល1ឆ្នាំចាក្នុងរយៈពេល1ឆ្នាំនេះតើមានបទពិសោធន៍អ្វីខ្លះចូលទៅក្នុងពេលដែលល្បាតម្ដងចានេះខ្ញុំចូលបម្រើក្នុងការងារនេះក្នុងរយៈការឆ្នាំ2025មកដល់បច្ចុប្បន្នចាកត្តាអ្វីខ្លះដែលជំរុញឲ្យបងអូននឹងចូលបម្រើការងារនេះដែលបងអូនក៏ជាស្ត្រីមួយរូបដែរហើយការងារនេះប្រជាពលរដ្ឋយើងច្រើនតែគិតថាជាការងារបុរសក៏ប៉ុន្តែបងអូនជាស្ត្រីចូលរួមបម្រើការងារនេះកត្តាទី1សម្រាប់ខ្ញុំគឺចង់ការពារព្រៃឈើចាហើយនឹងសត្វព្រៃចាហើយកត្តាដែលខ្ញុំចង់ចូលបម្រើការងារនេះគឺទាក់ទងនឹងសត្វចាទាក់ទងយ៉ាងដូចម្តេចទៅទាក់ទងសត្វចុកអន្ទាក់ចាជាដំបូងពេលចោះទៅល្បាតគឺឃើញសត្វខ្ទីងចុកអន្ទាក់អីចាវាយំលក្ខណៈយើងសត្វវាដូចស្តៀងនឹងមនុស្សតែខុសពីសត្វអត់សូវចេះនិយាយចាតែមនុស្សយើងនិយាយបានចាពេលខ្ញុំឃើញវាហូរហើយខ្ញុំក៏យំតាមវាហូរទឹកភ្នែកហើយវាសម្លឹងមើលមុខបងអូននេះសម្លឹងមើលពេលដែលបងអូនដោះវាចេញពីអន្ទាក់ហើយមានអារម្មណ៍យ៉ាងដូចម្តេចដែរមានមោទនភាពសប្បាយពេលបានឃើញសត្វរួចផុតពីគ្រោះថ្នាក់ចានេះហើយគឺជាកត្តាដែលជំរុញចិត្តបងអូនឲ្យចាប់ផ្ដើមចេះស្រឡាញ់ហើយស្រឡាញ់ទៀតកាន់តែខ្លាំងឡើងការពារកាន់តែចង់ការពារចង់ការពារធនធានធម្មជាតិចាចំពោះលោកវិញតើលោកចាប់ផ្ដើមចូលរួមការងារនេះជាដំបូងនៅតំបន់ណាហើយនៅក្នុងការល្បាតលើកទី1ជួបបញ្ហាអ្វីខ្លះដែរសម្រាប់ខ្ញុំបានដែលចូលបម្រើការងារជាមន្ត្រីឧស្សាហនរៈនេះគឺលើកទី1លើកដំបូងគឺខ្ញុំប្រចាំការនៅក្នុងដែនជម្រកសត្វព្រៃឡង់ចាចាប់ពីឆ្នាំ2017រហូតដល់ឆ្នាំ2020ចារយៈពេល3ឆ្នាំហើយសម្រាប់ខ្ញុំបាទផ្ទាល់ពេលដែលចូលរួមល្បាតជាដំបូងហ្នឹងគឺយើងគិតថាយើងធ្លាប់តែរស់នៅផ្ទះចាដែលមានឪពុកម្ដាយ
រស់នៅជុំគ្នា ចា ដល់ពេលទៅព្រៃដំបងមានអារម្មណ៍គិតថាភ័យ ចា ហើយការល្បាតលើកទី1ក៏មានអារម្មណ៍ថាភ័យ ចា ប៉ុន្តែ ភ័យនឹងភ័យនឹងអ្វី ទី1សម្រាប់ខ្ញុំបទពិសោធន៍ខ្ញុំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់គឺទៅបំពេញភារកិច្ចដំបូងគឺជួបបញ្ហានឹងជំងឺគឺជំងឺគ្រុនចាញ់ អូចា បាទហើយពេលនោះកត្តានេះធ្វើឲ្យខ្ញុំចង់ឈប់ម្ដងព្រោះពេលនោះគឺគ្រុនចាញ់គឺខ្លាំងមែនទែន ចា គឺខ្ញុំសម្រាប់ខ្ញុំក្នុងមួយខែ2 ដង អូចា បាទដល់ពេលយើងមកទៅព្យាបាលដាច់នៃជំងឺគ្រុនចាញ់នេះពិបាករួចហើយប៉ុន្តែដល់ពេលការល្បាតស្ថានភាពនៅតែពិបាកទៀតចំពោះស្ថានភាពផ្លូវយើងធ្លាប់តែនៅមូលដ្ឋានមានផ្លូវ ស្រួល ស្រួល ចា ដល់ពេលល្បាតព្រៃមានជួបបញ្ហារដូវវស្សាមានភ្លៀងធ្លាក់ទឹកជន់អូរ ចា មានទាំងយើងនិយាយថាមានទាំងសត្វព្រៃដូចជាសត្វពស់ អូ សត្វមូសទាក ចា ឬក៏លបោមនៅគេហៅលបោមនោះដូចជាស្តៀងនឹងរុយ ចា មកដល់យើងដែលយើងមិនធ្លាប់ឆ្លងកាត់ ចា វាពិបាកខ្លាំងចំពោះ ចា ការបម្រើការងារដំបូង ចា វាច្រើនពាក់ព័ន្ធនឹងការចុះល្បាតទាំងការរស់នៅទាំងជាក់ស្ដែងគឺលំបាកទាំងអស់ប៉ុន្តែក្រោយមកទៅពេលយើងបានបំពេញការងារយូរយើងមានការស៊ាំដែលមានការលើកទឹកចិត្តពីបងដែលជាមន្ត្រីជនរៈ ចា មុនហើយនឹងការយកចិត្តទុកដាក់គាត់មើលថែយើងបញ្យល់យើងពីការងារផ្សេងយើងអាចរស់នៅនឹងបន្សំនឹងការរស់នៅក្នុងព្រៃជីវិតជាមន្ត្រីជនរៈបាន ចា បាទហើយរហូតដល់2020ដល់2020បច្ចុប្បន្ននេះខ្ញុំក៏បានផ្លាស់ប្ដូរមកដែនជម្រកសត្វព្រៃពេជ្រពិសោធន៍វិញគឺការងារគឺយើងធម្មតា ចា អាច តែយើងមានបទពិសោធន៍ បាទ ហើយ យើងមានបទពិសោធន៍គឺធម្មតាដែល ចា យើងអាចផ្សំជាមួយនឹងស្ថានភាព ចា ការចុះល្បាតជាអចិន្ត្រៃយ៍ផង ចា យើងហ្នឹងបាទ ខ្ញុំសូមឲ្យបងអូនជួយរៀបរាប់ដែរថានៅពេលដែលយើងចោះល្បាតម្ដងតើយើងប្រើរយៈពេលប្រមាណហើយស្ថិតនៅលើឆ្ងាកចម្ងាយផ្លូវព្រៃដ៏វែងអន្លាយយ៉ាងដូចម្ដេចហើយចូលទៅក្នុងព្រៃជ្រៅនោះយ៉ាងដូចម្ដេចហើយយើងត្រៀមអ្វីខ្លះទៅជាមួយខ្លួនយើងហើយនៅពេលរដូវប្រាំងយ៉ាងដូចម្ដេចស្ថានភាពព្រៃហើយរដូវវស្សាដូចបងអូនមានប្រសាសន៍ឲ្យមិញចាមានសត្វអីច្រើនអញ្ចឹងសូមបងអូនជួយរៀបរាប់ត្រង់នេះបន្តិច បាទចំពោះសកម្មភាពល្បាតការរៀបចំសម្រាប់ការចុះល្បាតទី1ក្រុមល្បាតយើងមានប្រធានក្រុមល្បាតមួយសម្រាប់ដឹកនាំ ចា ដោយនោះក្នុងនោះយើងបានរៀបចំផែនការល្បាតត្រឹមត្រូវថាយើងគោលដៅយើងទៅល្បាតទីតាំងណាទីតាំងនោះមានបញ្ហាប្រឈមនឹងបទល្មើសអ្វីហើយចំពោះសម្ភារៈដែលយើងត្រូវរៀបចំដើម្បីធ្វើការចុះល្បាតទី1គឺមធ្យោបាយហើយមធ្យោបាយទៀតយើងត្រូវធ្វើការត្រួតពិនិត្យឲ្យបានគ្រប់តាំងពីប្រេងម៉ាស៊ីន អូចា តាំងពីយើងនិយាយថាចង្វាក់ម៉ូតូដែលយើងនេះនឹងឲ្យវាមាន គឺយើងជិះម៉ូតូ បាទយើងបាទហើយយើងមានតាំងពីសម្ភារៈសម្រាប់ស្នាក់នៅក្នុងព្រៃអានេះសម្រាប់ការល្បាតវែងល្បាតយូរ វែងហ្នឹងមានរយៈពេលប្រហែលដែលយើងគិតថាវែង តាមជាក់ស្ដែងគឺរយៈពេល2យប់3ថ្ងៃ អូចា បាទនឹងរយៈពេលវែងឬក៏អាចឡើងទៅដល់4យប់3ថ្ងៃតាមការជាក់ស្ដែង ចា នៃការល្បាតរយៈពេលគោលដៅដែលយើងទៅតាមទីតាំងឆ្ងាយឬទីតាំងជិត ចា បាទប៉ុន្តែចំពោះបច្ចុប្បន្ននេះខ្ញុំមកនៅដែនជម្រកសត្វព្រៃពេជ្រពិសោធន៍ដោយសារទំហំផ្ទៃដីក្នុងដែនវាទូចដូច្នេះយើងល្បាតជាក់ស្ដែងគឺ2យប់3ថ្ងៃ ចា ហើយចម្ងាយនៃការល្បាតចាប់ពី30គីឡូទៅ50គីឡូទេ ចា បាទ សូមបងអូនជួយបន្តទៀតនៅក្នុងព្រៃជ្រៅតើយើងជួបអ្វីខ្លះនៅទីនោះ យើងស្ថានភាពនៅក្នុងតំបន់យើងវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងពេលដែលយើងចុះទៅដល់ ចា បាទឬយើងរឿងបត់ល្មើសគឺយើងមិនអាចគេថាជិះបានទេព្រោះនៅមានការកាប់ពីសំណាក់ជនល្មើស ចា បាទប៉ុន្តែកត្តាដែលយើងជួបច្រើនបំផុតនោះគឺស្បៀងអាហារ អូចា បាទស្បៀងអាហារនិងកត្តាអាកាសធាតុ អូចា ផែនការយើងបានរៀបចំច្បាស់លាស់ប៉ុន្តែចុះទៅដល់បែរជាមាន ការប្រែប្រួល ប្រែប្រួលដោយមានការភ្លៀងខ្យល់អញ្ចឹងព្រោះនេះជាក់ស្ដែងការរៀបចំចុះល្បាតរបស់យើងគឺយើងមានតាំងពីដ្រូន
GVS ចាអ្វីដែលពាក់ព័ន្ធនឹងសម្ភារៈសម្រាប់ចុះល្បាតដល់ហើយប៉ុន្តែដល់ពេលកត្តាអាកាសធាតុវាអាចធ្វើឲ្យយើងពិបាកគ្រប់គ្រង ពិបាកគ្រប់គ្រងនៅសម្ភារៈដែលយើងយកទៅតាមនឹងដូចជាមេឃភ្លៀងខ្លាំង GVS យើងក៏មិនដំណើរការហើយពិបាករកផ្លូវក្នុងការចាពេលខ្លះដល់បងប្អូនរៀបរាប់ថានៅក្នុងព្រៃតើវាមានភាពស្អស់ស្អាប់យ៉ាងដូចម្ដេចទៅនៅរដូវប្រាំងហើយនៅរដូវវស្សាតើវាមានស្ថានភាពយ៉ាងដូចម្ដេចសូមបញ្ជាក់បន្តិចចាសម្រាប់រដូវវស្សាគឺយើងពិបាកនៅពេលដែលភ្លៀងពេលភ្លៀងហើយនឹងមានសត្វពស់ដូចជាសត្វពស់សត្វទាកដូចជាឆ្លើងហ្នឹងហើយនឹងសត្វលបោមនឹងច្រើនចំពោះរដូវវស្សាក្តៅខ្លាំងពេលដែលចូលព្រៃជ្រៅបាទរដូវប្រាំងគឺយើងចូលទៅក្នុងព្រៃធំព្រៃស្រោងគឺលក្ខណៈហប់ហប់ពិបាកហើយយើងទីមួយទៀតហ្នឹងគឺប្រភពទឹកអូចានឹងរដូវប្រាំងគឺប្រភពទឹកចាហើយនឹងពាក់ព័ន្ធស្ថានភាពផ្លូវចំពោះរដូវវស្សាពិបាកដោយសារតែមានទឹកមានអីដក់តាមផ្លូវមានអូជន់អូអីចំពោះរដូវប្រាំងទីតាំងខ្លះផ្លូវខ្លះគឺពោពេញដោយខ្សាច់ធ្វើយើងពិបាកក្នុងការដីលេខខ្សាច់ធ្វើយើងពិបាកធ្វើដំណើរដូច្នេះមិនថារដូវវស្សាឬមួយក៏រដូវប្រាំងទេគឺការលំបាកខុសគ្នានៅតែជួបប្រទះការលំបាកទីតាំងខ្លះក្នុងរដូវប្រាំងគឺអាចមានភ្លើងឆេះព្រៃអូចាមានអីខ្លះទៅវាពិបាកចាចុះរដូវណាដែលបងអូនគិតថាវាធ្វើឲ្យយើងមានភាពងាយស្រួលរដូវលំហើយឬមួយក៏យ៉ាងម៉េចសម្រាប់ខ្ញុំលំបាកនិងស្រួលដូចគ្នាសំខាន់គ្រាន់ថាយើងទឹកចិត្តឆន្ទៈផងយើងបំពេញការងារនឹងឲ្យសម្រេចតាមផែនការដែលយើងត្រូវធ្វើបាទហើយខ្ញុំចង់ឲ្យបងអូនជួយជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបដែរចំពោះផ្ទាំងទស្សនីយភាពទេសភាពវិញនៅពេលដែលយើងចូលទៅព្រៃជ្រៅតើមានទេសភាពស្អាតទេនៅក្នុងប្រទេសកម្ពុជាយើងសម្រាប់ធម្មជាតិក្នុងប្រទេសកម្ពុជាយើងរដូវវស្សាគឺមានភាពបៃតងស្អាតចាលេីឡំជាមួយនឹងយើងនិយាយថាផលព្រៃឈើដែលដុះឡើងមានតាំងពីផ្សិតអូចាបាទផ្សិតព្រៃចាគេហៅថាផ្សិតកង្កោបផ្សិតកង្សោហ្នឹងដែលយើងអាចយកមកបរិភោគដែលប្រជាពលរដ្ឋគាត់ចូលទៅអាស្រ័យធម៌ដកដើម្បីបានជាចំណូលបន្ថែមចាមានគុយមានផ្លែឈើគ្រប់មុខស្អាតហើយនឹងសត្វព្រៃចានឹងសត្វព្រៃអីខ្លះតែមានសត្វព្រៃកម្រចាធំអីនៅក្នុងព្រៃជាក់ស្ដែងបច្ចុប្បន្ននៅដែនជម្រកសត្វព្រៃប្រសពខ្ញុំសត្វដែលកម្រនិងសត្វដែលយើងកំពុងតែបន្តការងារក្នុងការអភិរក្សបច្ចុប្បន្ននេះគឺជាសត្វក្តាន់អូចាបាទសត្វក្តាន់នៅក្នុងតំបន់យើងនេះតំបន់ដែនជម្រកសត្វព្រៃប្រសពបច្ចុប្បន្នតាមការសិក្សាដែលមានការចូលរួមពីអង្គការដៃគូដើម្បីចុះសិក្សាស្រាវជ្រាវនឹងក្រសួងបរិស្ថានយើងប៉ាន់ប្រមាណថាក្តាន់យើងថ្ងៃកើនឡើងរហូតដល់ជិត100ក្បាលហើយចាតែតាមរយៈយើងប្រើមធ្យោបាយផ្សេងៗដូចជាការដាក់កាមេរ៉ាស្វ័យប្រវត្តិដើម្បីចាប់សកម្មភាពព្រៃការបង្ហោះដ្រូនគឺយើងមានការបង្ហោះដ្រូនពេលយប់ដែលដ្រូននេះគឺប្រើប្រាស់ការដោយបច្ចេកទេសចាប់កម្ដៅដើម្បីដឹងកំណត់ថាសត្វនេះគឺជាសត្វក្តាន់សត្វជ្រូកព្រៃឬក៏ឆ្លុះចានេះជាបច្ចេកទេសរបស់ខាងក្រសួងក៏ដូចជាអង្គការដៃគូគាត់បានចាធ្វើការសូមឲ្យបងអូនជួយរៀបរាប់អំពីសកម្មភាពបង្ក្រាបជនល្មើសព្រោះអីមុននេះបងអូនមានប្រសាសន៍ថាក៏បានជួបនឹងក្រុមជនល្មើសដែលចាដែលបំពេញទៅលើព្រៃឈើទៅលើសត្វព្រៃដែរសូមបងអូនជួយរៀបរាប់អំពីសកម្មភាពថាតើនៅពេលដែលជួបបងអូនឃើញសកម្មភាពពួកគេយ៉ាងដូចម្ដេចហើយបងអូនដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេចបាទចំពោះការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងតំបន់យើងជាក់ស្ដែងនៅតំបន់ដែនជម្រកសត្វព្រៃប្រសពខ្ញុំបច្ចុប្បន្ននេះគឺមានការដាក់អន្ទាក់អូចាអន្ទាក់ចាប់សត្វព្រៃមិនថាតែសត្វក្តាន់សត្វជ្រូកព្រៃសត្វឆ្លុះសត្វអីផ្សេងទេនៅក្នុងតំបន់យើងគឺមានច្រើនឥឡូវហ្នឹងវត្តមានតំបន់យើងហ្នឹងដែលតាមសហគមន៍ល្បាតនេះហ្នឹងគឺអាចមាននឹងឆ្កែទៅចោកមានអីទៀតបាទប៉ុន្តែចំពោះសកម្មភាពល្មើសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃប្រសពដែលរងគំរាមកំហែងចំពោះសត្វព្រៃនេះគឺការដាក់អន្ទាក់ហើយអន្ទាក់នៅក្នុងតំបន់យើងមិនមែនត្រឹមតែជាអន្ទាក់ខ្សែកងដែលដាក់ជាមួយនឹងដើមឈើទេគឺមានដល់
អន្ទាក់ឆក់ទៀត អូ ឧបករណ៍ឆក់សត្វព្រៃប៉ុន្តែបច្ចុប្បន្ននេះគឺថយចុះដោយសារតែយើងបានបង្ក្រាបចំពោះជនដែលប្រព្រឹត្ត ចា ហើយពោះអ្នកដែលដាក់អន្ទាក់សត្វព្រៃនេះជាពិសេសអន្ទាក់ឆក់ភាគច្រើនគឺគាត់ប្រព្រឹត្តឡើងនៅពេលយប់ ចា ដែលជាក់ស្ដែងកន្លងមកយើងបានបង្ក្រាបមួយករណីពីរករណីប៉ុន្តែជនល្មើសបានរត់រួចដោយបន្សល់នៅវត្ថុតាងហើយទីតាំងដែលប្រព្រឹត្តនោះយើងពិនិត្យមើលទៅជនល្មើសខ្លះគាត់មានដល់ប្រើប្រាស់ដល់ទាំងសារជាតិញៀន បាទថាគាត់ក៏មានការគម្រាមកំហែងមកលើមន្ត្រីឧទ្យានុរក្សយើងដែរ ហើយករណីមួយទៀតគឺបបាញ់ក៏នៅក្នុងពេលយប់ហ្នឹងក៏យើងរងផលប៉ះពាល់គម្រាមកំហែងដល់យើងច្រើនដែរ ចា បាទ ចាសូមអរគុណចាសូមកញ្ញាជួយរៀបរាប់អំពីបេសកកម្មរបស់ខ្លួនវិញម្ដងក្នុងរយៈពេល1ឆ្នាំនេះតើកញ្ញាជួបប្រទះអ្វីខ្លះចាហើយដោះស្រាយយ៉ាងដូចម្ដេចដែរព្រោះអីកញ្ញាគឺជាស្ត្រីបើប្រៀបធៀបជាមួយនឹងលោកដែលជាបរិះនេះខ្ញុំគិតថាស្ត្រីអាចមានការលំបាកជាងជាជីវសាស្ត្រក៏ប៉ុន្តែទោះជាយ៉ាងណាឃើញថាកញ្ញាចូលរួមការងារនេះបាន1ឆ្នាំហើយអាចពុះពៀបាននៅឧបសគ្គយ៉ាងច្រើន នៅពេលចុះល្បាតសម្រាប់ដែនចម្រុះសិទ្ធិព្រៃស្រែពកមានត្រៀមលក្ខណៈដូចជា smartphone ហើយនិងសម្ភារៈការចុះល្បាតដូចជាអង្រឹងតង់ហើយស្បៀងអាហារ ចា ហើយសាំងម៉ូតូសម្រាប់មធ្យោបាយធ្វើការចុះល្បាត ចា ហើយមានទៀតដូចជាផែនទីកំណត់ទីតាំង ចា ចំពោះការលំបាកបើសម្រាប់ខ្ញុំលំបាកខ្លាំងគឺពេលរដូវវស្សា ចា មានដូចជាពេលរដូវវស្សាមានភ្លៀងធ្លាក់ហើយរអិលខ្យល់ ចា ហើយផ្លូវជិះម៉ូតូវិញគឺភក់ជ្រៅជ្រៅហើយសម្រាប់មនុស្សស្រីវាពិបាកខ្លាំង ចា ជាទូទៅតាមផែនការ ចា ជាក្រុមពេលខ្លះមាន14ឬក៏20នាក់អីក៏ ចា មាន នៅក្នុងចំណោម10នាក់ឬក៏14នាក់មានស្ត្រីប៉ុន្មាននាក់ ខ្ញុំម្នាក់ឯង អូកញ្ញាតែម្នាក់ឯងអត់មានការភ័យខ្លាចទេ អត់មានការភ័យខ្លាច ហេតុអ្វី ពីព្រោះយើងគិតថាការចូលអភិរក្សគឺសំខាន់សម្រាប់ខ្លួនខ្ញុំផ្ទាល់ ចា បើយើងគិតទៅពីភ័យខ្លាចគឺដូចម្ដេចដែលយើងហ៊ានថាចូលនៃការអភិរក្សព្រៃឈើ ចា យើងត្រូវតែមានមោទនភាពសម្រាប់ខ្លួនឯងដើម្បីចូលរួមជាមួយបងមន្ត្រីឧទ្យានុរក្សបុរសដែរ ចាតើទទួលបានការគ្រប់គ្រងពីពួកគាត់ដែរឬទេ ទួលការគ្រប់គ្រងដូចជាមើលថែទៅណាមកណាគឺគាត់ជួយជ្រោមជ្រែងយើង ចាហើយក្រៅពីនេះតើមានការលំបាកអ្វីផ្សេងទៀតទេព្រោះអីយើងជាស្ត្រីមិនដូចបុរសទេចានៅក្នុងការដើរផ្លូវឆ្ងាយ ការលំបាកផ្លូវឆ្ងាយគឺពេលដូចជាយើងជាស្ត្រីដឹងស្រាប់អី ចា គឺមានភាពលំបាកច្រើនដូចជាការងូតទឹក ចា៎ ឬការគេងយប់យើងជាស្ត្រីយើងនៅម្នាក់ឯងហើយបងគាត់ពេលយប់អីគាត់គេងផ្សេងយើងគេងផ្សេងចា ចា មានភាពភ័យខ្លាចមានភាពភ័យខ្លាចខ្លះៗដែរ ចា តែខ្ញុំនៅតែចង់បន្តការងារនេះ ចាអាយដាមខ្វែទឹកឆ្លាតដោយអាយដាមបានជ្រាបហើយអំពីប្រសាសន៍បកស្រាយរបស់មន្ត្រីឧទ្យានុរក្សហើយនឹងភ្នាក់ងារល្បាតសហគមន៍របស់យើងចាដែលបានធ្វើការងារល្បាតព្រៃការពារធនធានធម្មជាតិដូច្នេះតកតងទៅនឹងការលំបាកផ្សេងតើរាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថានមានវិធីសាស្ត្រយ៉ាងដូចម្តេចខ្លះដើម្បីជួយសម្រួលការងារនិងកិច្ចការពារសុវត្ថិភាពរបស់ពួកគាត់ចា៎ បាទដូចបានលើកឡើងហើយទាំងលោកមន្ត្រីសិនរៈរបស់យើងហើយនិងកញ្ញាមន្ត្រីសិនរៈសហគមន៍មន្ត្រីល្បាតសហគមន៍របស់យើងនឹងគាត់បានលើកឡើងពីផលលំបាកបាទតាមពិតលំបាកមែនគឺអាយុជីវិតសំខាន់ណាស់ ចា៎ បាទអ្នកខ្លះមន្ត្រីសិនរៈស្ត្រីគាត់មានគ្រួសារមានកូននៅផ្ទះនៅទទួលបន្ទុកប៉ុន្តែគាត់លះបង់ខ្ពស់គាត់ចូលរួមដោយកញ្ញាអញ្ចឹងចូលរួមមួយបរោះចូលរួមដើរព្រៃ 50-60 គីឡូក្នុងមួយថ្ងៃហើយមិនមែនត្រឹមតែ2-3ថ្ងៃល្បាតវែងខ្លះរហូតដល់2សប្តាហ៍ទៅ3សប្តាហ៍បានត្រឡប់មកដល់មូលដ្ឋានវិញបាទអញ្ចឹងទៅជួបប្រទេសច្រើនរដូវប្រាំងក្តៅមានភ្លើងឆេះព្រៃជួបប្រទេសសត្វព្រៃ ខ្សត់ទឹក បាត់ល្មើស ចា៎ បាត់ល្មើសដូចយើងអន្ទាក់អញ្ចឹងយើងមើលអត់ឃើញទេមកយើងឃើញអន្ទាក់
មានតាក់ខ្សែតាក់លួសតាក់ភ្លើងតាក់ឆក់ជាដើមបាទប៉ុន្តែយ៉ាងម៉េចក៏គាត់ខំប្រឹងដែរទីមួយគឺជំនះការលំបាកដោះអន្ទាក់ផងទប់ស្កាត់បាត់ល្មើសផងបាត់ល្មើសជនល្មើសគាត់មិនមែនឲ្យយើងដឹងឲ្យយើងឃើញទេចាកាលណាគាត់ប្រព្រឹត្តល្មើសគឺគាត់លួចហើយបាទលួចប្រព្រឹត្តហើយអញ្ចឹងនៅពេលខ្លះយើងទៅអត់តាន់ទេអត់តាន់បាត់ល្មើសទេគឺគាត់រត់បាត់ហើយបាទប៉ុន្តែយើងហានិភ័យមកវិញនៅពេលដែលយើងដកចេញមកវិញជួនកាលបាទគឺគាត់នៅខ្លំមើលយើងពេលយើងចេញគាត់ចូលទៀតចាអញ្ចឹងហើយយើងចាំបាច់ត្រូវតែដាក់កម្លាំងយើងគេហៅថាប្រចាំការនៅទីនោះអញ្ចឹងហានិភ័យខ្លាចគាត់ត្រឡប់មកវិញគាត់ប្រើប្រាស់អំពើហិង្សាមកលើមន្ត្រីយើងអញ្ចឹងហើយនេះជាការប្រឈមមួយចាប៉ុន្តែទោះយ៉ាងណាក៏យើងនៅតែឈរធ្វើម៉េចឃ្លុំដីដែលគាត់កាប់រុករៀនឬក៏កន្លែងដែលបាត់ល្មើសនេះយើងត្រូវតែធ្វើសំណុំរឿងដាក់ជូនតុលាការជាចុងក្រោយតើលោកនាងប៊ុននារីថាមានសារឬមួយក៏ពាក្យពេចន៍អ្វីជូនដល់មន្ត្រីឧទ្យានុរក្សទូទាំងប្រទេសហើយនិងប្រជាពលរដ្ឋរបស់យើងតេតទៅនឹងការកិច្ចការពារធនធានធម្មជាតិបាទជាដំបូងខ្ញុំបាទសូមពេលវេលាក៏សូមដាំផ្ញើទៅកាន់ត្រីឈិនរៈទូទាំងប្រទេសកម្ពុជាក៏ដូចជាប្រជាពលរដ្ឋទាំងអស់ជាងត្រូវតែរួមគ្នាក្នុងការពារធនធានធម្មជាតិដែលយើងមានដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ព្រោះការអភិរក្សធនធានធម្មជាតិរបស់យើងមិនអាចធ្វើដោយឯកឯងបានទេតើតើមានការចូលរួមពីសំណាក់បងប្អូនជាពលរដ្ឋអាជ្ញាធរស្ថាប័នពាក់ព័ន្ធទាំងអស់ទើបយើងធ្វើបានជោគជ័យទៅជាសហគមន៍ហើយយើងបន្តធ្វើការដូចជាក់ស្ដែងតាមដែននីមួយៗក៏ដូចជាតំបន់ការពារនីមួយៗព្យាយាមធ្វើការបណ្ដុះកូនឈើដើម្បីយកទៅធ្វើការដាំស្ដារឡើងវិញជារៀងរាល់ឆ្នាំហើយយើងបន្តដើម្បីយកកូនឈើដែលយើងបានធ្វើការបណ្ដុះនេះទៅបានដាំដើម្បីដាំស្ដារផងនិងដាំតាមក្នុងមូលដ្ឋានរបស់យើងដើម្បីឲ្យកំណើនព្រៃឈើគម្របព្រៃឈើរបស់យើងកើនឡើងនិងចូលរួមស្រឡាញ់ធនធានធម្មជាតិទាំងសត្វព្រៃទាំងព្រៃឈើទាំងអស់គ្នាយើងគិតថាមនុស្សមិនអាចរស់ដោយគ្មានធម្មជាតិបានទេដោយកញ្ញាបានលើកឡើងប៉ុន្តែធម្មជាតិអាចរស់បានដោយគ្មានមនុស្សដូច្នេះសារៈសំខាន់នៃធនធានធម្មជាតិគឺធំធេងណាស់ចេះក្នុងនាមយើងជាប្រជាពលរដ្ឋអាជ្ញាធរពាក់ព័ន្ធមន្ត្រីការពារយើងត្រូវការពារឲ្យបានដើម្បីទុកតទៅមុខទៀតសម្រាប់ជាផលប្រយោជន៍សម្រាប់ប្រទេសជាតិក៏ដូចសង្គមជាតិផងយើងអរគុណចាសូមអរគុណកញ្ញាតើមានអ្វីជាសារអំពាវនាវជូនដល់ប្រជាពលរដ្ឋយើងជាពិសេសសហគមន៍របស់កញ្ញាចាក្នុងនាមខ្ញុំជាភ្នាក់ងារល្បាតសហគមន៍ម្នាក់ខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាបរិស្ថាននិងព្រៃឈើសត្វព្រៃចូលរួមគ្នារក្សាភាពបៃតងដូចជាដាំកូនឈើស្ដារឡើងវិញហើយនឹងឈប់ការបរបាញ់សត្វព្រៃឬជួញដូរសាច់សត្វព្រៃចា៎យើងចូលរួមថែរក្សាព្រៃឈើហើយដាំកូនឈើឲ្យច្រើនសម្រាប់សហគមន៍ឬមូលដ្ឋានសាលារៀនដើម្បីជាផលប្រយោជន៍សម្រាប់ក្មេងៗឬកូនក្មួយចំនួនក្រោយឲ្យបានស្គាល់ព្រោះដើមឈើមួយដើមគឺជាដង្ហើមមនុស្សមួយជីវិតចំពោះការគាំទ្រគឺមានអង្គការ WWF ពួកគាត់តែងតែគាំទ្រដូចជាសម្ភារៈល្បាតឯកសណ្ឋានស្បែកជើងដូចជាថវិកាសម្រាប់ឧបត្ថម្ភដល់មន្ត្រីជានរៈនិងភ្នាក់ងារល្បាតសហគមន៍ចា៎តែងតែមានវត្តមានពួកគាត់សម្រាប់ជ្រុំជ្រែងពីក្រោយសម្រាប់ភ្នាក់ងារល្បាតសហគមន៍ចាសូមអរគុណអាយដាមចាលោកនិងកញ្ញាដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សារបស់យើងថ្ងៃនេះចាហើយយើងខ្ញុំសង្ឃឹមថាតាមរយៈកិច្ចពិភាក្សារបស់យើងលោកអ្នកទូរទស្សនិកជននឹងបានជ្រាបកាន់តែច្បាស់អំពីបេសកកម្មរបស់មន្ត្រីឧទ្យានុរក្សរបស់យើងតើអស់លោកមានការ
លះបង់យ៉ាងដូចម្ដេចតស៊ូយ៉ាងដូចម្ដេចប្រឈមមុខនឹងឧបសគ្គយ៉ាងដូចម្ដេចហើយជាងនេះទៅទៀតក៏យើងឃើញដែរថារាជរដ្ឋាភិបាលក៏ដូចជាក្រសួងបរិស្ថាននិងអង្គការដៃគូដែរគឺតែងតែមានការយកចិត្តទុកដាក់ចាជួយសម្រួលការងារដល់មន្ត្រីរបស់យើងចាហើយនឹងផ្ដល់នូវសម្ភារៈផ្សេងជាពិសេសគឺកិច្ចការពារសុវត្ថិភាពហើយប្រទេសកម្ពុជាយើងក៏មានចក្ខុវិស័យដែរថានៅក្នុងឆ្នាំ2050ប្រទេសកម្ពុជាជាប្រទេសមួយស្អាតចាមានភាពបៃតងនិងចីរភាពជាពិសេសទៅទៀតនោះគឺអព្យាក្រឹតកាបូនដើម្បីសម្រេចបាននៅការងារទាំងអស់នេះលុះត្រាតែយើងជាប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួមឲ្យបានទាំងអស់គ្នាសម្អាតភូមិឋានទីក្រុងឲ្យមានភាពស្អាតបាតជាពិសេសទៅទៀតនោះគឺនាំគ្នាដាំដើមឈើឲ្យបានកាន់តែច្រើនឡើងចា៎លោកអ្នកនាងទូរទស្សនិកជនជាទីគោរពកិច្ចពិភាក្សារបស់យើងថ្ងៃនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនារបស់លោកអ្នកសូមជម្រាបលា